សួស្តីមិត្តភក្តិទាំងអស់គ្នាក៏ដូចជាបងប្អូនទាំងអស់គ្នាដែរសុខសប្បាយអត់ហើយថ្ងៃនេះបានអីហូបដែរចំពោះគ្រួសាររបស់ខ្ញុំថ្ងៃនេះពួកយើងមកគួនប៉ុន្តែពួកយើងប្រើសាច់ណែមណាហើយយើងយកសាច់ណែមទៅចៀនបន្ទាប់មកទៀតបានយើងយកវាមកមូជាមួយនឹងសបកគួនណាហើយយើងមានបន្លែដូចជាសាឡាតដូចជាសសក់ហើយជីក៏ដូចជាស្លឹកកញ្ឆាយហើយនឹងម្នាស់ពួកយើងចូលចិត្តបន្លែប្រហែលមុខហ្នឹងអញ្ចឹងតែយើងក៏ដាក់ទៅណាហើយឥឡូវណាលោកប្តីរបស់ខ្ញុំគាត់ចាប់ផ្ដើមមួយនេះគាត់ចាប់ផ្ដើមធ្វើនោះធ្វើបានប្រហែលជា3ឯនោះធ្វើបានប្រហែលជា3អីគឺបាន3ហើយខ្ញុំឡៃតែរវល់បានជួយថតឲ្យដល់ពេលឥឡូវហ្នឹងឃើញគាត់មើលទៅក៏មកថតគាត់ដើម្បីជូនបងប្អូនទស្សនាអញ្ចឹងណានេះគឺជាម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំពួកយើងចូលចិត្តពិសេសគឺខ្ញុំចូលចិត្តញ៉ាំតែម្ដងព្រោះវាជួយយើងអត់សូវឲ្យថតព្រោះវាមានបន្លែច្រើនតែថ្ងៃនេះលោកប្តីលោកសាច់ណាលេងដាក់ដល់3ដុំរដនដាក់សាច់រៀងតិចទេអ្នកខ្លះគេមកគួនអញ្ចឹងគេដាក់ជាមួយនឹងបាគីជាមួយសាច់ជ្រូក3ជាន់អីអញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែសម្រាប់គ្រួសារខ្ញុំពួកយើងចូលចិត្តសាច់ណែមវិញណែមួយទៀតហើយអាហារពេលល្ងាចរបស់ពួកយើងថ្ងៃនេះសម្រាប់គ្រួសារខ្ញុំគឺចូលចិត្តសាច់ណែមហ្នឹងវាចាប់ជាតិជាមួយនឹងទឹកត្រីផ្អែមដែលពួកយើងធ្វើរួមជាមួយនឹងស្លឹកកញ្ឆាយហើយម្នាស់អីហ្នឹងវាមានជាតិជូរជាតិអីវាមានផ្អែមមានជូរមានអីចឹងទៅយើងញ៉ាំអត់សូវតលាន់ណាអត់ដូចសាច់ជ្រូក3ជាន់ហើយបកីឯងវាតលាន់មែនតើដល់ពេលចឹងទៅយើងញ៉ាំអត់សូវបានច្រើនដល់ពេលធ្វើបែបហ្នឹងទៅមានអារម្មណ៍ថាយើងញ៉ាំបានច្រើនហើយចូលចិត្តហើយមិនតែខ្ញុំទេណាមិត្តភក្តិខ្ញុំម្នាក់2នាក់ទៀតហ្នឹងក៏ចូលចិត្តដែរចូលចិត្តណាបើសិនណាជាដឹងអីបើហ្នឹងមកអង្គុយចាំញ៉ាំហើយនេះប៉ុន្តែអត់បានប្រាប់គេព្រោះថ្ងៃនេះលោកប្តីធ្វើអត់បានប្រាប់ខ្ញុំដែរថាគាត់បានធ្វើមូគួនហ្នឹងអញ្ចឹងណាគាត់បានប្រាប់ដែរដល់ពេលមិញហ្នឹងមកដល់ឃើញទាញកាមេរ៉ាថតបដ ாய் ដើម្បីជូនបងប្អូនទស្សនាមើលមានបងប្អូនណាធ្លាប់ធ្វើបែបហ្នឹងដែរអត់ទេបងប្អូនហ្នឹងហើយបើសិនណាជាការធ្វើវីដេអូផ្នែកម្ហូបនេះបើសិនណាជាមើលទៅដូចថាខុសឆ្គងឬក៏មិនល្អអីត្រង់ណាអីកុំប្រកែប្រកាន់អីណាបងប្អូនអើយព្រោះចៃដន្យអីយើងមិនមែនជាអ្នកជំនាញអីផ្នែកម្ហូបហ្នឹងទេយើងគ្រាន់តែធ្វើបែបលក្ខណៈញ៉ាំលេងគ្រួសាររបស់យើងអញ្ចឹងណាហើយក៏ចង់ចែករំលែកទៅឲ្យបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាពិសេសគឺក្រុមគ្រួសារនាងខ្ញុំអីហ្នឹងគាត់បានទស្សនាថាអូកូនរស់នៅស្រុកគេនៅឆ្ងាយអញ្ចឹងណាកូនញ៉ាំអីថ្ងៃនេះយើងអត់សូវបាននិយាយគ្នារាល់ថ្ងៃអីទេព្រោះរវល់ណាមួយទីរាយហើយមួយទីរាយនេះបងប្អូនទាំងអស់គ្នាតែថែមដល់2 3ទៀតណាល្មមគ្រួសារយើងឆ្អែតហ្នឹងហើយចឹងអរគុណច្រើនដោយរាល់ហើយបងប្អូនទាំងអស់គ្នាមកគូនរបស់យើងជាមួយនឹងសាច់ណែមទឹកត្រីផ្អែមរបស់យើងចូលរួមពិសាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាแล้วពួកយើងធ្វើឲ្យយើងនាំគ្នាញ៉ាំជុំគ្នាមើលតំណងអត់ធំម៉ាស់មួយញ៉ាំមួយឆ្អែតចិត្តរបស់គេខ្ញុំតអរគ្នាបងប្អូន